Okay, today we're going to learn our conversation to learn about going to a movie. ឥឡូវថ្ងៃនេះគឺយើងបន្តការសន្ទនារបស់យើងហើយថ្ងៃនេះគឺយើងនឹងរៀនអំពី going to a movie ការទៅមើលខ្សែភាពយន្ត Bora Hello Annie សួស្ដី Annie Annie ឆ្លើយ Oh hello Bora Oh សួស្ដី Bora How are you តើលោកសុខសប្បាយទេបូរ៉ាឆ្លើយ Fine ខ្ញុំសុខសប្បាយទេ Thanks អរគុណ And you ចុះលោកវិញអានេះឆ្លើយ All right Thank you I'm pretty busy right now អញ្ចឹងអាណាក៏ឆ្លើយថាមិនអីទេ All right គឺមានន័យថាមិនអីទេ Thank you អរគុណលោកហើយ I'm pretty busy right now ខ្ញុំរវល់ខ្លាំងណាស់ឥឡូវនេះពាក្យថា pretty busy នឹងមានន័យថារវល់ខ្លាំងណាស់ពាក្យថា busy នឹងរវល់កាលណាយើងបន្ថែមពាក្យ pretty ពីមុខមានន័យថារវល់ខ្លាំងណាស់អូខេ I'm pretty busy right now ឥឡូវនេះខ្ញុំរវល់ខ្លាំងណាស់ right now ប្រែថាឥឡូវនេះបុរសឆ្លើយSay, Annie, what are you going to do tonight? មានន័យថា say Annie នេះគឺនិយាយអញ្ចឹង Annie What are you going to do? តើអ្នកនឹងធ្វើអ្វី tonight នៅយប់នេះអញ្ចឹងពាក្យថា What are you going to do មានន័យថាតើអ្នកនឹងធ្វើអ្វីវាគឺជាសំណួរដែលទាក់ទងទៅនឹងគម្រោងការដែលយើងគិតទុកមុនOkay Tonight មានន័យថាយប់នេះអានេះឆ្លើយ Tonight យប់នេះហ៎Oh I don't know Oh ខ្ញុំមិនដឹងទេ I don't know នឹងប្រែថាខ្ញុំមិនដឹងទេ I am going to ខ្ញុំនឹង stay at home ខ្ញុំនឹងនៅផ្ទះI guess ខ្ញុំគិតថា I'm planning to wash my hair ខ្ញុំមានគម្រោងថានឹងកក់សក់របស់ខ្ញុំអូខេ I'm planning ខ្ញុំមានគម្រោងបូរ៉ាឆ្លើយ Well I'm going to see a movie tonight ណែខ្ញុំនឹងទៅមើលភាពយន្តនៅយប់នេះអញ្ចឹងពាក្យថា movie ប្រែថាភាពយន្ត I'm going to នឹងប្រែថាខ្ញុំនឹង see a movie នឹងមានន័យខ្ញុំនឹងទៅមើលភាពយន្ត tonight នៅយប់នេះអានេះឆ្លើយ Are you going to see a movie alone តើលោកនឹងទៅមើលភាពយន្តនឹងតែម្នាក់ឯងទេឬអញ្ចឹងពាក្យថា alone នឹងមានន័យថាតែម្នាក់ឯងអញ្ចឹងនេះគឺជាសំណួរ present continuous tense ប៉ុន្តែយើងប្រើនៅក្នុងលក្ខណៈជាគម្រោងការអនាគតអូខេប្រែថាតើអ្នកនឹងអូខេ Are you going to តើអ្នកនឹង see មានន័យថាមើល a movie ភាពយន្ត alone តែម្នាក់ឯងបូរ៉ាឆ្លើយ No I won't go alone I'm going with John No ទេខ្ញុំនឹងមិនទៅម្នាក់ឯងនោះទេអូខេ I won't ពាក្យ won't នឹងមកពីពាក្យ will not will នឹងប្រែថានឹងដល់ពេល will not ប្រែថានឹងមិនទម្រង់កាត់ won't អូខេនេះជាទម្រង់កាត់របស់ will not I won't go alone ខ្ញុំនឹងមិនទៅម្នាក់ឯងនោះទេ alone នឹងម្នាក់ឯង I'm going with John ខ្ញុំនឹងទៅជាមួយនឹង John អានេះសួរWhere are you going to see the movie? Where are you going to see the movie? តើអ្នកនឹងទៅមើលភាពយន្តនៅឯណាអូខេកាលណាសួរកន្លែងគឺយើងប្រើពាក្យ Where are you going to see the movie? We are going to see the movie at AB Theater ពួកយើងនឹងទៅមើលភាពយន្តនៅឯរោងកុន
AB អូខេនេះជាឈ្មោះរោងកុនហើយបើយើងទៅមើលរោងកុនណាស្វែងចិត្តយើងដាក់ឈ្មោះកន្លែងនេះមកអូខេអញ្ចឹង we are going to see នឹង a movie ពួកយើងនឹងទៅមើលភាពយន្តឬក៏ទៅមើលកុននឹង at AB theater ពាក្យ theater ហ្នឹងមានន័យថារោងកុនឬក៏រោងមហោស្រពអានេះនិយាយ it sound good it must be a good movie អញ្ចឹង it sound good នឹងប្រែថាវាស្ដាប់មើលទៅគឺល្អខ្លាំងណាស់អូខេវាស្ដាប់មើលទៅគឺល្អណាស់ it must be វាច្បាស់ជាអូខេ must be នឹងប្រែថាច្បាស់ជា a good movie ភាពយន្តល្អមើលហើយអញ្ចឹងពាក្យ good movie ភាពយន្តល្អគឺគេសំដៅលើភាពយន្តល្អមើលយើងប្រើ must be នឹងក្នុងការដែលយើងគិតស្មានរឿងអ្វីមួយដែលយើងប្រកាសជានៅក្នុងចិត្តអូខេ it must be អូខេ now បូរ៉ាគាត់និយាយ yes but it is a good movie វាគឺជាភាពយន្តល្អ what is the title of the movie តើភាពយន្តនឹងមានចំណងជើងថាម៉េចមានន័យថាតើភាពយន្តនឹងគឺមានចំណងជើងថាម៉េចអញ្ចឹងពាក្យ title មានន័យថាចំណងជើងអូខេ title of the movie មានន័យចំណងជើងនៃភាពយន្ត The movie is called Disaster of War ភាពយន្តនោះគឺមានឈ្មោះថាអូខេឬក៏មានចំណងជើងថាគ្រោះមហន្តរាយនៃសង្គ្រាមអូខេអញ្ចឹងពាក្យថា is called គឺយើងត្រូវបានគេហៅឈ្មោះថាឬក៏ដែលមានឈ្មោះថា disaster ហ្នឹងគឺគ្រោះមហន្តរាយ of war នៃការធ្វើសង្គ្រាមអូខេអានេះគាត់សួរ is it Khmer movie or foreign movie តើវាជាភាពយន្តខ្មែរឬក៏ជាភាពយន្តបរទេសអញ្ចឹងពាក្យថាខ្មែរ movie ភាពយន្តខ្មែរ foreign movie គឺភាពយន្តបរទេស it is Khmer movie វាគឺជាភាពយន្តខ្មែរ do you like watching Khmer or foreign movie តើអ្នកចូលចិត្តមើលគេ live watching ហ្នឹងមានន័យចូលចិត្តមើលការដែលយើងប្រើ do អញ្ចឹងគឺជាប្រយោគសំណួរអូខេ Do you like watching Khmer or foreign movie អញ្ចឹងសួរថាតើអ្នកចូលចិត្តមើលភាពយន្តខ្មែរឬក៏ភាពយន្តបរទេស Being a Khmer I like Khmer movie អញ្ចឹង being a Khmer នេះមានន័យថាក្នុងនាមជាខ្មែរ being a អីមួយគឺក្នុងនាមជាអ្វីមួយអូខេ being a Khmer I like Khmer movie ខ្ញុំចូលចិត្តភាពយន្តខ្មែរ But I like some kinds of foreign movies ប៉ុន្តែខ្ញុំចូលចិត្តប្រភេទភាពយន្តបរទេសមួយចំនួនអូខេអញ្ចឹងពាក្យថា kinds មានន័យថាប្រភេទពាក្យថា some ខ្លះអញ្ចឹង some kind ហ្នឹងមានន័យប្រភេទខ្លះ of foreign movie នៃខ្សែភាពយន្តបរទេសអញ្ចឹងគាត់និយាយថា but I like some kinds of foreign movies ប៉ុន្តែខ្ញុំចូលចិត្តប្រភេទខ្លះនៃភាពយន្តបរទេសអូខេអានេះគាត់និយាយ for me សម្រាប់ខ្ញុំ I also like Khmer movies ខ្ញុំផងដែរចូលចិត្តភាពយន្តខ្មែរអញ្ចឹងពាក្យថា also មានន័យថាផងដែរ like Khmer movies ចូលចិត្តភាពយន្តខ្មែរបូរ៉ានិយាយ Why do you like Khmer movies ហេតុអ្វីបានជាអ្នកចូលចិត្តភាពយន្តខ្មែរអូខេ Khmer movies ភាពយន្តខ្មែរអានេះក៏ឆ្លើយ I like Khmer movie because I want to support Khmer movies and rebuild up our culture អញ្ចឹងគាត់និយាយថា I like Khmer movie ខ្ញុំចូលចិត្តភាពយន្តខ្មែរ because ពីព្រោះ I want to support ខ្ញុំចង់គ្រប់គ្រង support នេះគ្រប់គ្រង Khmer movie វិស័យភាពយន្តខ្មែរ and rebuild up
នឹងលើកស្ទួយឡើងវិញអញ្ចឹងពាក្យថា rebuild ហ្នឹងមានន័យថាសាងសង់ឡើងវិញឬក៏លើកស្ទួយអីមួយឡើងវិញ rebuild up our culture មានន័យថាលើកស្ទួយឡើងវិញនៅវប្បធម៌របស់យើងអញ្ចឹងពាក្យថា culture មានន័យថាវប្បធម៌ our គឺរបស់យើងអូខេបូរ៉ាឆ្លើយថា it is a good idea it is a good idea វាជាគំនិតល្អ would you like to go with us តើអ្នកចង់ទៅជាមួយខ្ញុំទេអញ្ចឹងពាក្យថា idea នេះគឺគំនិតអូខេដល់ពេល good idea នេះគំនិតល្អ it is a good idea វាជាគំនិតល្អ would you like នេះគឺយើងប្រើនៅពេលដែលយើងចង់សួរណាម្នាក់ថាចូលចិត្តអីមួយអូខេអញ្ចឹង would you like to go តើអ្នកចង់ទៅឬក៏ចូលចិត្តទៅអញ្ចឹងណា with us ជាមួយនឹងពួកយើងឬទេនឹងពួកយើងអានេះក៏ឆ្លើយ yes thanks ចាស់ពួកអានេះស្រី thanks អរគុណ it's very nice វាល្អខ្លាំងណាស់ I will go with you ខ្ញុំនឹងទៅជាមួយលោក we are going to leave home at 5 p.m. អញ្ចឹង we are going to leave home ពួកយើងនឹង leave នឹងចាកចេញ home នឹងផ្ទះអូខេពួកយើងនឹងចាកចេញពីផ្ទះ leave home at នៅម៉ោង 5 p.m. នៅម៉ោង5ល្ងាចអូខេ p.m. គឺល្ងាចហើយ good ល្អណាស់ see you at 5ជួបគ្នានៅម៉ោង5 bye លាសិនហើយ Okay I hope you understand this conversation I think it's simple